ពេចជុំរៀងព្រឹកព្រៀងតាមភ្លេងតាក់តែងរឿងរ៉ាវខ្លួនឯងខំប្រឹងប្រែងប្រជែងវាសនាកើតមកជាកូនអ្នកស្រែចំការមានក្តីប្រាថ្នាខ្លាចជាអ្នកចំរៀងរៀនមិនបានខ្ពស់ព្រោះតែក្រក្រៃជួជ្រៀកក្នុងវង់តន្ត្រីគ្រប់ទិសទីបងហាសូស៊ីថ្ងៃមួយដាក់ពាក្យប្រឡងចំរៀងធម្មជាតិមិនទៀងលោកពុកចាក់ឋានចោលគោឡើងលើឆាកសំពេញនឹកគុណលោកពុកម៉ែនឹងអ្នកស្រុកនាំគ្នាមកគាំទ្រកូនមិនភ្លេចគុណទេយាយតាមីមីបងប្អូនអង្គាប្រាំងកាំងផ្ទាល់ខ្លួនឲ្យខ្ញុំដល់វគ្គចុងក្រោយចំរៀងបទនេះខ្ញុំច្រៀងអរគុណបើសិនគ្មានទុំស្នេហ៍ជនគាំទ្រខ្ញុំក៏គ្មានខ្ញុំឡើយពេលនេះខ្ញុំជាប់ជ័យលាភីហើយចំរៀងច្រៀងល្វើយល្វើយអោបងប្អូនអើយសូមផ្ញើខ្លួនផងអរគុណជួយសួរបាទឡើងលើឆាកសំពេញនឹកគុណលោកពុកម៉ែនឹងអ្នកស្រុកនាំគ្នាមកគាំទ្រកូនមិនភ្លេចគុណទេយាយតាមីមីបងប្អូនអង្គាប្រាំងកាំងផ្ទាល់ខ្លួនឲ្យខ្ញុំដល់វគ្គចុងក្រោយចំរៀងបទនេះខ្ញុំច្រៀងអរគុណបើសិនគ្មានទុំស្នេហ៍ជនគាំទ្រខ្ញុំក៏គ្មានខ្ញុំឡើយពេលនេះខ្ញុំជាប់ជ័យលាភីហើយចំរៀងច្រៀងល្វើយល្វើយអោបងប្អូនអើយសូមញ៉ាខ្លួនផងអរគុណស្នេហ៍ដៃហើយខ្ញុំបាទក៏សូមអនុញ្ញាតគោរពជម្រាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់ដែលបានអញ្ជើញចូលរួមទស្សនាទីនេះផ្ទាល់នៅស្ថានីយ៍ទូរទស្សន៍ ETV ហើយនេះជា